សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវីដេអូធ្វើម្ហូបthêmបងប្អូននៅគឺលបងឡើងបានធ្វើអញ្ចឹងតោះមកញ៉ាំនំបញ្ចុកសម្រាប់ខ្លាំងញ៉ាំទាំងអស់គ្នាណាបងប្អូនមើលទៅមកខ្ញុំញ៉ាំទំពាទៅដឹងហើយថាឆ្ងាញ់ប៉ុណ្ណាខានញ៉ាំនំបញ្ចុកសម្លខ្មៅយូរបានញ៉ាំម្ដងឆ្ងាញ់មែនតើបងប្អូនហើយមានត្រង់ម្ទេសមួយគ្រាប់ជាមួយអូយជាតិមែនតើហ្មងហើយបានដាក់បន្លែច្រើនទៀតគឺតែឆ្ងាញ់មែនតើបងប្អូនហើយបងប្អូនចូលចិត្តបន្លែច្រើនដល់ខ្ញុំអត់ពេលដែលញ៉ាំនំចុកស្លខ្មែរបងប្អូនទាំងអស់គ្នា